ជំរាបសួរបងប្អូននេះគឺជាឈុតកាយប្រកបតយោតាមចការរៀបចំជូនបងខាងស្រុកបកកែវខេត្តរតនគិរីផ្ញើពីភ្នំពេញទៅតាមរយៈវរៈបុណ្យធម្មណាចាស់បងប្អូនជំរាបជូនបងប្អូនមហាសាទៀតបាទក្នុងមួយឈុតគឺវាមាននេះមានក្បាលឆាយនឹងមួយហើយជាមួយនឹងថាសនេះមួយណាបាទក្បាលឆាយនេះបូកជាមួយនឹងថាសតម្លៃ80ណាមួយឈុតនេះហើយយកទៅប្រើបានពីរមុខទី1យើងប្រើកង់នេះមួយគូនេះសម្រាប់ឆាយស្មៅជំរះស្មៅតាមចន្លោះរងជុំវិញគល់តំណាំគល់ឈើហូបផ្លែណាបាទអញ្ចឹងយកទៅបងប្អូនអាចឆាបបន្ថែមឲ្យមុតទៅយើងស្រួលក្នុងការប្រើប្រាស់ណាវាប៉ះស្មៅដាច់ស្មៅប៉ះវដាច់វប៉ះដីគឺកាត់ដីមុតណាអញ្ចឹងការប្រើប្រាស់គឺធូរម៉ាស៊ីនហើយនឹងមានប្រសិទ្ធភាពខ្ពស់បាទអញ្ចឹងគឺយើងត្រូវការឆាបយើងឆាបពីខាងក្នុងចេះក៏បានឆាបពីខាងក្រៅក៏បានបើឆាបពីខាងក្នុងវាកាប់ទៅជ្រៅណាចូលដីជ្រៅតែបើយើងឆាបពីខាងលើចេះវាឆាយដីអត់សូវជ្រៅទេបាទរាក់អញ្ចឹងណាអញ្ចឹងតាមតម្រូវការរបស់យើងចង់ឆាបក្រៅឬឆាបក្នុងស្រេចតែចិត្តយើងបាទទី2មុខងារទី2គឺយើងអាចយកទៅប្រើប្រាស់ជាមួយនឹងថាសកាយប្រកបតយោនេះបាទនេះបងប្អូនថានេះបាទគឺវាតែមួយទេអញ្ចឹងនៅពេលដែលយើងប្រើថាសនេះគឺយើងដោះកង់វាចេញនេះឃើញកលឹះវាទេបាទនេះយើងដោះកលឹះនេះចេញទៅដោះកលឹះនេះចេញទៅដោះកង់នេះចេញហើយយើងសោកថាសយើងចូលនេះឃើញប្រឡោះវាទេបាទដូចគ្នាជាមួយអានេះអញ្ចឹងបាទសោកថាសនេះចូលហើយកលឹះនេះអាកលឹះពណ៌សនេះគឺយើងសោកដាក់ដូចគ្នាអញ្ចឹងដាក់ដូចអានេះដែរណាដាក់ដូចកង់នេះដែរបងប្អូនដាក់ខាងស្ដាំក៏បានដាក់ខាងឆ្វេងក៏បានណានេះស្ដាំនេះឆ្វេងដាក់ខាងណាក៏បានដែរតែអ្វីដែលសំខាន់គឺយើងត្រូវមើលមុខនេះត្រូវបែរទៅខាងនោះណាព្រោះវាវិលចេះអញ្ចឹងមុខនេះទៅបែរទៅខាងមុខបាទបែរទៅខាងមុខព្រោះអានេះវាវិលចេះអញ្ចឹងណាវាវិលចេះអញ្ចឹងនេះទៅបែរទៅខាងមុខទៅវាកាប់ដីបានណាអានេះកាយបានជម្រៅ2ទឹកណាមួយចាអាមនេះគឺ2ទឹកហើយបងប្អូនណាមួយចាអាមនេះ2ទឹកហើយមុខកាត់នេះ8សង់ទីម៉ែត្រប៉ុន្តែកាយជាក់ស្ដែងវារីកបាន1ទឹកអានឹងហើយខែនេះខែដីសើមផងអញ្ចឹងដីទុនវារីកខ្លាំងណាអញ្ចឹងបើយើងវាស់ទៅជាក់យើងវាស់អានេះយើងចាក់ម៉ែត្រគឺ8សង់ទីម៉ែត្រប៉ុន្តែពេលកាយជាក់ស្ដែងយើងអូដែលយើងទទួលបានគឺ1ទឹកណាជំរាបជូនបងប្អូនលំអិតកន្លែងហ្នឹងហើយមួយទៀតតាក់ទងជាមួយនឹងក្បាលកលេនេះបាទដែលបងប្អូនយើងគាត់ឆ្ងល់គាត់យកទៅពវល់អត់វិលនេះឃើញបងប្អូនឃើញខ្ញុំពវល់កង់វាគឺអត់វិលទេកន្លែងហ្នឹងគឺវាអត់វិលអញ្ចឹងគឺជារឿងត្រឹមត្រូវហើយបងប្អូនណាតលតែដាក់ចូលម៉ាស៊ីនទៅវិលកើតមិនមែនខូចទេបងប្អូនខ្លះគាត់យកទៅគាត់បញ្ញាប់បញ្ញាល់គាត់ពវល់លេងគាត់ពវល់គាត់គិតថាអាហ្នឹងប្រហែលជាដូចរលោយើងលាបថ្នាំលាបអីអញ្ចឹងណាអាចពវល់លេងអាចរុញលេងបានណាតាមពិតគឺមិនមែនទេគឺវាអត់វិលទេឃើញកៀងណាបាទអញ្ចឹងតលតែដាក់ចូលម៉ាស៊ីនបានវាវិលអាហ្នឹងដូចម៉ូតូយើងអញ្ចឹងណាបាទនេះវាមានដាក់លេខដែរបងប្អូននេះលេខ28ព្រោះដងម៉ាស៊ីនកាត់ស្មៅរបស់យើងវាមានដងលេខ26និងដងលេខ28មានតែ2លេខហ្នឹងទេដង26យើងហៅដងតូចដងធំណាម៉ាស៊ីនកាត់ស្មៅនៅលើទីផ្សារគឺវាមានពីរប្រភេទហ្នឹងវាមានប្រភេទដងតូចនិងប្រភេទដងធំដងតូចលេខ26មីលីម៉ែត្រណាទំហំដងវានេះដងធំគឺលេខ28មីលីម៉ែត្រណាអានេះគឺយើងដាក់28ហើយបងប្អូនសួរថាឥឡូវខ្ញុំអត់ចេះវាស់ទេខ្ញុំមិនដឹងថាវាស់ម៉ាស៊ីនកាត់ស្មៅរបស់ខ្ញុំហ្នឹងវាដងធំឬដងតូចខ្ញុំអត់ដឹងទេអាហ្នឹងបងប្អូនអាចថតដងម៉ាស៊ីនកាត់ស្មៅឲ្យខាងខ្ញុំមើលបានខ្ញុំគ្រាន់តែមើលតាមរូបភាពគឺខ្ញុំដឹងថាវាដងតូចដងធំហើយព្រោះយើងមានបទពិសោធន៍ច្រើនជាមួយវាហើយមួយទៀតបើសិនជាបងប្អូនចង់ទិញទៅព្រាវក៏បានដែរអត់បញ្ហាទេកម្រខុសណាស់ទិញ28ទៅពីព្រោះក្នុងចំណោមម៉ាស៊ីន100គ្រឿងវាមាន90គ្រឿងហើយដែលប្រើលេខ28ណាដងធំឬយើងហៅថាដងចិនបាទអ្នកខ្លះគេហៅដងចិនបាទឬដងថៃអញ្ចឹងទៅគឺភាគច្រើនបំផុតនៅស្រុកយើងគឺប្រើដងធំដងលេខ28អញ្ចឹងហើយយើងដាក់លេខ28ទៅគឺកម្រខុសណាស់គឺមិនងាយខុសតែម្ដងនេះលេខ28បាទនេះវាមានដាក់លេខវានៅលើហ្នឹងណាបាទអញ្ចឹងអានឹងតាក់តងជាមួយនឹងក្បាលឆាយហើយមួយទៀតការដោះណាដោះគឺនេះបងប្អូនឃើញ4ណា4ហើយ5អាកដាលនេះអានេះយើងអត់ប៉ះពាល់ទេយើងទុកនៅហ្នឹងឯអានេះតែយើងបធូរអានេះបងប្អូនបធូរអានេះហើយអានេះដោះចេញឲ្យផុត
ហើយសោកចូលដងម៉ាស៊ីនកាត់ស្មៅយើងហើយចាប់ដើមរឹតអានេះឡើងវិញហើយនេះយើងមូលបញ្ចូលទៅបាទនេះបាទនេះវាធ្លុះដល់ខាងក្នុងអញ្ចឹងនេះទៅដកចេញឲ្យផុតហើយសោកចូលដងម៉ាស៊ីនកាត់ស្មៅឲ្យដល់កលៈវាសិននេះដល់ថ្មិញវាខំគ្នាខាងក្នុងណាបាទផ្លូវវាខំគ្នាបានយើងមូលអានេះបញ្ចូលអានេះបងប្អូនមូលបញ្ចូលទៅពេលខ្លះវាចំរុនពេលខ្លះអត់ចំទេដងម៉ាស៊ីនកាត់ស្មៅរបស់យើងដងមូលអញ្ចឹងហើយវាមានរុនមួយសម្រាប់យើងមូលអានេះសម្រាប់មូលចូលសម្រាប់ណាប៉ុន្តែពេលដែលយើងសោកជាមួយក្បាលឆាយពេលខ្លះរុនវាអត់ចំអានេះទេពេលខ្លះរុនវានៅតែនេះពេលខ្លះរុនវានៅតែនេះអញ្ចឹងហើយបើខុសរុនយើងអាចមូលទាំងអញ្ចឹងមូលសម្រាប់ទាំងអញ្ចឹងក៏បានដែរប្រើម្ដងអសន្នប៉ុន្តែបើសិនជាយើងចង់ឲ្យវាជាប់លាប់ប្រើបានយូរយើងស្វានរុនមួយបន្ថែមទៀតទៅបាទដងម៉ាស៊ីនកាត់ស្មៅរបស់យើងណាវាមានបងប្អូនដោះកកវាចេញឃើញរុនវាហើយអញ្ចឹងបើយើងដាក់អត់ចំទេយើងចង់ប្រើបានជាប់លាប់យើងស្វានរុនទី2ទៀតទៅអត់បញ្ហាទេដើម្បីឲ្យវាតម្រូវជាមួយអានេះបាទតែបើសិនជាបងប្អូនអត់មានអីស្វានយើងចាប់ចូលទាំងអញ្ចឹងក៏បានដែរក៏វាជាប់ដែរប្រើបានដូចគ្នាណាបាទគ្រាន់តែវាអត់សូវចំណាប់តែប៉ុណ្្នឹងឯងអញ្ចឹងអរគុណបងប្អូនលំអិតតកតងជាមួយនឹងការប្រើប្រាស់នេះគឺមានតែប៉ុណ្្នឹងទេមួយទៀតបញ្ជាក់ចឹងក្រោយណាតកតងជាមួយថ្មិញនេះមូលហេតុអីយើងធ្វើចាប់ខ្ចៅប្រភេទនេះយើងចាប់ខ្ចៅបែបនេះមូលហេតុដែលចាប់ខ្ចៅគឺសកួរពេលបងប្អូនប្រើទៅថ្ងៃក្រោយវាបាក់ផ្លែសុំទោសអស់ថ្មិញណាវាអាចសឹកឬអស់អីទៅយើងដូរបាននេះយើងមូលតែខ្ចៅយើងដោះដូរបានអញ្ចឹងយើងទិញតែម្ដងយើងប្រើបានរហូតគឺមិនខូចទេបាទតួវានេះតួរបស់វានេះមិនខូចទេយើងអាចដូរតែថ្មិញទេតែមិនងាយអស់ទេណាមិនងាយអស់ទេបងប្អូនមិនបាច់ទិញទៅសកួរស្រាប់ក៏បានដែរយកទៅប្រើសិនណាចាំថ្ងៃក្រោយចាំអស់ចាំគិតទៀតណាបាទព្រោះនេះមិនងាយអស់ទេហើយមួយទៀតពេលខ្លះយើងអាចកាយទៅចំថ្មម៉ាស៊ីនខ្លាំងវាអាចដែរប៉ះសាបអីវាអាចវាចខ្ញុំធ្លាប់ម្ដងខ្ញុំប្រើម៉ាស៊ីន8សេះកន្លះប៉ះជាមួយនឹងធ្នឹមបេតុងទៅវាវាចអញ្ចឹងយើងដោះខ្ចៅវាយកមកវាយតម្រង់វាឡើងវិញណាឲ្យវាស្អាតឡើងវិញអញ្ចឹងងាយស្រួលក្នុងការប្រើប្រាស់ដែលយើងចាប់ខ្ចៅប្រភេទនេះណាបាទអញ្ចឹងអរគុណច្រើនបងប្អូនមានតែប៉ុណ្្នឹងទេបាទអរគុណបើសិនជាមានអីអាប់ដេតចាំខ្ញុំផ្ដល់ព័ត៌មានជូនបងប្អូនទៀតណាបាទអរគុណបើសិនជាមានអីថ្មីបាទបើសិនជាមានអីថ្មីខ្ញុំអាប់ដេតជូនបងប្អូនទៀតណាអរគុណច្រើនបងប្អូនបាទ